ប្រងប្រឥឡូវគេសង្វាតនៅតែងខ្លួនវិធីងាយៗក្នុងការធ្វើស្វាយត្រាំគ្រឿងផ្សំគឺនិយាយទៅស្រួលធ្វើហ្មងបងប្អូនទាំងអស់គ្នាបងយើងធ្វើការចិតស្វាយត្រាំចិតសបកចេញអស់បងប្អូនទាំងអស់គ្នាហើយពុះវាដើម្បីយកក្របចេញបន្ទាប់ហើយយើងធ្វើការត្រាំជាមួយនឹងទឹកឥឡូវស្វាយរបស់យើងបានលាងរួចរាល់ហើយឥឡូវយើងមកធ្វើការដាំជាមួយនឹងទឹកដើម្បីស្រស់ស្វាយឲ្យវាចេញជាតិជូរបងប្អូនទាំងអស់គ្នាហើយខ្ញុំកូរវាប្រហែលជា30 second ណាបងប្អូនទាំងអស់គ្នាឲ្យវាឡើងពណ៌បន្តិចមកយើងធ្វើការស្រង់ដាក់ជាមួយនឹងទឹកកកបងប្អូនទាំងអស់គ្នានិយាយទៅទឹកកកគឺចាំបាច់បំផុតហ្មងដើម្បីធ្វើស្វាយរបស់យើងស្រួយឥឡូវយើងមកធ្វើការបន្ថែមជាមួយនឹងទឹកកកថែមដើម្បីវាកាន់តែស្រួយចឹងណាបងប្អូនទាំងអស់គ្នាហើយខ្ញុំទុកវាប្រហែលជាកន្លះម៉ោងទើបខ្ញុំស្រង់វាចេញឥឡូវយើងធ្វើការដាក់ជាមួយនឹងស្កររបស់យើងហើយយើងធ្វើការលួចជាមួយនឹងអំបិលបងប្អូនទាំងអស់គ្នាសម្រាប់ស្ករហ្នឹងគឺខ្ញុំប្រើចំនួន1គីឡូហើយយើងច្របល់ចូលគ្នាឲ្យវាចូលជាតិហើយយើងធ្វើការដាក់ជាមួយនឹងកន្លរបស់យើងដើម្បីយកវាទៅទុកចឹងណាបងប្អូនទាំងអស់គ្នាខ្ញុំធ្វើការទុកនៅក្នុងទូទឹកកកចំនួន2ថ្ងៃឥឡូវស្វាយត្រាំរបស់យើងបានរួចរាល់និយាយទៅបើរសជាតិវិញឲ្យអួយមកបងប្អូនទាំងអស់គ្នាដូចគេលក់ហ្មង